ចាអ្នកសួរសូមថ្លែងអំណរគុណបងប្អូនទាំងអស់ដែលមកជួបជុំគ្នានៅក្នុងសាលារៀននេះជាមួយខ្ញុំទាំងអស់ដែលខ្ញុំអត់ចេះអក្សរតែពួកគាត់ក៏ទ្រាំទ្រខ្ញុំឡើងឬខ្ញុំចុះក៏គាត់ជួយទះដៃឲ្យហើយទាំងខ្ញុំអរគុណដល់លោកគ្រូគាត់បង្រៀនខ្ញុំបីគាត់តែខ្ញុំអត់បានសរសេរឬអីក៏តែខ្ញុំចងចាំយកទៅទុកព្រោះដែលគាត់បង្រៀនទៅខ្ញុំធ្លាប់រស់ស៊ីពីមុនមកខ្ញុំអត់ចេះអីអញ្ចឹងទៅអត់មានគំនិតអីអញ្ចឹងទៅខ្ញុំចាញ់បោកគេឬអីខ្ញុំជាប់លុយខ្ញុំជាប់កាំងអីអញ្ចឹងលោកគ្រូប្រៅមកអញ្ចឹងខ្ញុំមានរង្វាន់ល្អខ្ញុំទទួលយកពាក្យល្អពីលោកគ្រូទៅខ្ញុំនឹងយកទៅផ្លាស់ប្ដូរនៅគំនិតខ្ញុំថ្មីដើម្បីឲ្យបានជោគជ័យនៅថ្ងៃទៅមុខនិងអនាគតកូនចៅខ្ញុំនៅថ្ងៃទៅមុខទៀតកន្លែងដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេដែលលោកគ្រូរៀន3ថ្ងៃនេះដែលគាត់រៀនឲ្យខ្ញុំនឹងចេះផ្នត់គំនិតពីលុយណាចេះបៃប័ណ្ណទាំង3ដែលឲ្យខ្ញុំត្រូវចេះដោះដូរគំនិតនិងផ្លាស់ប្ដូរគំនិតនិងឲ្យខ្ញុំចេះបង្រៀនទាំង3នឹងឡើងដើម្បីឲ្យខ្ញុំនឹងថ្ងៃទៅមុខនឹងជោគជ័យដូចគេហើយដែលខ្ញុំទទួលយក3ថ្ងៃនេះដែលល្អបំផុតដែលក្នុងជីវិតខ្ញុំមិនដែលបានទទួលក៏ខ្ញុំសូមអរគុណលោកគ្រូដែលគាត់ចំណាយពេលវេលាដែលមកបង្រៀនខ្ញុំទាំងខ្ញុំអត់ចេះអីសោះតែគាត់ចំណាយពេលវេលាដែលបង្រៀនខ្ញុំនេះខ្ញុំសូមអរគុណគាត់ទុកជាអំណាចទៅដល់កូនដល់ចៅខ្ញុំថ្ងៃទៅមុខទៅដែលខ្ញុំមិនភ្លេចគុណគាត់ទេហើយខ្ញុំនឹងអនុវត្តតាមដែលគាត់នឹងឲ្យខ្ញុំស៊ូនឹងធ្វើការទៅជារៀងរហូតទៅសូមអរគុណសូមជូនពរទាំងអស់គ្នា